ជំរាបសួរលោកគ្រូអ្នកគ្រូនៅក្នុងថ្ងៃនេះខ្ញុំចែករំលែកវីដេអូថ្មីមួយទៀតដែលវីដេអូនេះខ្ញុំធ្វើឡើងដោយសារតែឃើញមានការ trending ជាច្រើននៅក្នុងវិស័យអប់រំរបស់យើងពាក់ព័ន្ធជាមួយនឹងការបំប្លែងរូបភាពពីគ្មានពណ៌ទៅជារូបភាពដែលមានពណ៌បាទអញ្ចឹងដូចជារូបខ្ញុំនេះគឺជារូបភាពសខ្មៅដែលខ្ញុំកាត់ចេញពីសៀវភៅពុម្ពសៀវភៅគីមីវិទ្យាថ្នាក់ទី10បាទ អញ្ចឹងខ្ញុំនឹងបំលែងវាឲ្យទៅជារូបភាពបែបនេះបាទដែលវាមានពណ៌ស្រស់ស្អាតជាងមុនដែលយើងយកទៅដាក់នៅក្នុង slide ទៅធ្វើឲ្យមានសោភ័ណភាពទាក់ទាញឲ្យសិស្សហ្នឹងគឺគាត់ចាប់អារម្មណ៍ទៅលើការសិក្សាខ្លឹមសារមេរៀនរបស់យើងហ្នឹងហើយអ្វីដែលជាលក្ខណៈពិសេសនោះគឺលោកគ្រូអ្នកគ្រូឃើញថាអក្សរគឺវាអត់រត់ទេបាទអក្សររបស់វាគឺនៅដដែលអក្សរខ្មែរណាប៉ុន្តែពេលខ្លះលោកគ្រូអ្នកគ្រូធ្វើអាចនឹងបាត់ភាសាខ្មែរឬក៏អក្សរខ្មែរហ្នឹងដែលយើង copy ព្រមពីគេមកប្រើហើយជាភាសាអង់គ្លេសអញ្ចឹងណាអញ្ចឹងនៅកន្លែងនេះវាអាស្រ័យទៅលើប្រភេទ AI ដែរជួនកាលលោកគ្រូអ្នកគ្រូប្រើ version free ហើយសមត្ថភាពរបស់វាមិនទាន់មានសមត្ថភាពនៅក្នុងការសរសេរអក្សរខ្មែរហើយប្រសិនបើលោកគ្រូអ្នកគ្រូមានគណនី Pro វានឹងអាចមានសមត្ថភាពខ្ពស់ជាងហ្នឹងប៉ុន្តែខ្ញុំសូមចែករំលែកថ្ងៃនេះគឺពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ Gemini ដែលខ្ញុំឃើញថាវាគឺល្អជាងគេនៅក្នុងការ generate រូបភាពប៉ុន្តែបើយើងប្រើគ្រូប្រើ ChatGPT អីពាក់ព័ន្ធជាមួយនឹងភាសាខ្មែរគឺវានៅមានដាច់ជើងដាច់អីចឹងហើយជួនកាលសរសេរអត់ទាន់ល្អទេទោះបីជាគណនីបង់ថ្លៃក៏ដោយបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំប្រើប្រាស់ព្រមជាភាសាខ្មែរសុទ្ធតែម្ដងអត់ប្រើអង់គ្លេសទេដោយសារតែខ្ញុំក៏មិនមែនជាអ្នកជំនាញផ្នែកភាសាអង់គ្លេសដែរបាទអញ្ចឹងនៅក្នុងនេះគឺយើងចូលទៅកាន់ website របស់យើងតែម្ដងគឺខ្ញុំចូលទៅកាន់ Gemini បាទអញ្ចឹងចូលទៅកាន់ Gemini ហើយយើងទៅរករូបភាពដែលយើងមានយើងចង់បំលែងវាអញ្ចឹងខ្ញុំបើកសៀវភៅពុម្ពនេះបាទសៀវភៅពុម្ពគីមីទី10ទំព័រទី58បាទពាក់ព័ន្ធជាមួយ Smart State Covalent Smart State De Jong ហ្នឹងអញ្ចឹងខ្ញុំកាត់រូបភាពហ្នឹងយកទៅទាំងអស់តែម្ដងទាំងអក្សរខ្មែរទាំងអីហ្នឹងតែម្ដងបាទអញ្ចឹងខ្ញុំកាត់ប៉ុណ្ណេះបាទហើយខ្ញុំយកទៅផាសនៅក្នុងហ្នឹងហើយសូមបញ្ជាក់ផងដែរលោកគ្រូអ្នកគ្រូករណីដែលយើងប្រើគណនី free វាអាចមាន limit មួយចំនួនអញ្ចឹងបើសិនជាលោកគ្រូអ្នកគ្រូប្រើនៅក្នុងថ្ងៃនេះមិនបានអាចព្យាយាមប្រើនៅក្នុងថ្ងៃស្អែកបាទអញ្ចឹងនៅក្នុងនេះគឺខ្ញុំគ្រាន់តែចង់សរសេរនៅអ្វីដែលខ្ញុំចង់បានអញ្ចឹងពាក់ព័ន្ធជាមួយរូបភាពអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវប្រើការស្រមើស្រមៃរបស់លោកគ្រូអ្នកគ្រូថាលោកគ្រូអ្នកគ្រូចង់បានអីហើយសរសេរនៅតាមអ្វីដែលយើងចង់បានហើយសរសេរមួយៗឲ្យបានច្បាស់លាស់ទើបAI ហ្នឹងវាងាយស្រួលយល់ហើយបច្ចុប្បន្នអឺវាយល់អំពីភាសាខ្មែរបានច្រើនដូច្នេះបច្ចុប្បន្ននេះគឺខ្ញុំលែងសូវប្រើភាសាអង់គ្លេសហើយដោយសារខ្ញុំប្រើប្រាស់ឯកសារភាគច្រើនជាភាសាខ្មែរអញ្ចឹងខ្ញុំសរសេរខ្មែរចូលតែម្ដងហើយបូកផ្សំជាមួយនឹងការ training វាជារៀងរាល់ថ្ងៃដែលយើងប្រើភាសាណាដែលជាភាសាដែលវាសរសេរខុសអីចឹងទៅបាទអញ្ចឹងគោលបំណងរបស់ខ្ញុំនៅក្នុងរូបភាពនេះគឺខ្ញុំចង់ឲ្យរូបភាពសខ្មៅហ្នឹងទៅជា color អញ្ចឹងលោកគ្រូអ្នកគ្រូប្រើពាក្យពេចន៍បែបណាដើម្បីឲ្យរូបសខ្មៅហ្នឹងទៅជា color បានអញ្ចឹងមានន័យថាបើសិនជាលោកគ្រូអ្នកគ្រូប្រាប់កូនក្មេងអាយុ7ឆ្នាំ8ឆ្នាំយល់ AI ហ្នឹងដូចគ្នាយើងប្រើភាសាហ្នឹងមកហើយនិយាយឲ្យងាយស្ដាប់ហើយមួយទៀតតើលោកគ្រូអ្នកគ្រូផ្ដោតទៅលើតែរូបភាពឬក៏ផ្ដោតទៅលើអក្សរដែរកន្លែងហ្នឹងណាអញ្ចឹងនៅក្នុងនេះគឺខ្ញុំសរសេរព្រមងាយៗមួយតែជាគំនិតរបស់ខ្ញុំហើយសម្រាប់លោកគ្រូអ្នកគ្រូអាចយកទៅកែច្នៃបន្ថែមដោយប្រើប្រាស់គំនិតបញ្ចេញបញ្ចូលបន្ថែមទៀតបានអញ្ចឹងខ្ញុំដាក់មុខងារ image បាទដើម្បីឲ្យវា generate ណា Nano Banana សូមបំលែងបាទរូបភាពនេះបាទទៅជារូបភាពដែលមានពណ៌ស្រស់ស្អាតបាទស្រស់ស្អាតបែបធម្មជាតិព្រោះពណ៌ដែលខ្ញុំចង់បានគឺពណ៌ color RGB អញ្ចឹងខ្ញុំដាក់ពណ៌ធម្មជាតិចុះអញ្ចឹងសូមបំលែងរូបភាពនេះទៅជារូបភាពដែលមានពណ៌ស្រស់ស្អាតបែបធម្មជាតិហើយអ្វីដែលខ្ញុំចំណុចសំខាន់មួយទៀតហើយសូមរក្សាតួអក្សរតួអក្សរភាសាខ្មែរភាសាខ្មែរឲ្យនៅដដែល
ហើយនៅដដែលបាទអញ្ចឹងលោកគ្រូនៅក្នុងករណីនេះគឺខ្ញុំមានចំណុចពីរសំខាន់ៗសម្រាប់រូបភាពរបស់ខ្ញុំទី1គឺខ្ញុំឲ្យវាបំលែងរូបសខ្មែរទៅជា color ហើយភាសាខ្មែរឬក៏អក្សរខ្មែរគឺខ្ញុំសុំឲ្យរក្សានៅដដែលអញ្ចឹងនៅពេលដែលយើងប្រើទៅគឺអត់អក្សរខ្មែររបស់យើងហ្នឹងវាអត់សូវមានបញ្ហាច្រើនហើយមួយទៀតពាក់ព័ន្ធជាមួយនឹង model បាទអញ្ចឹង model គឺសំខាន់មែនទែននៅពេលដែលយើងប្រើនៅក្នុង Gemini នេះបាទនៅពេលដែលលោកគ្រូចុចទៅលើវានឹងមាន បាទមុខងារជាច្រើនទៀតដូចជាមុខងារ Fast Syncing ហើយនិង Pro អញ្ចឹងជាទូទៅខ្ញុំប្រើតែ2ទេនៅលើមុខងារគឺខ្ញុំប្រើ Pro ហើយនិង Fast Fast យើងទទួលបានចម្លើយលឿនរូបភាពលឿនប៉ុន្តែពេលខ្លះទៅភាសាខ្មែរមិនទាន់ត្រឹមត្រូវល្អទេហើយ model free គឺវាផ្ដល់ឲ្យសម្រាប់ Fast ប៉ុន្តែករណី model Pro ដែលយើងជាវ Subscription Gemini Pro ហ្នឹងវាផ្ដល់មុខងារ Pro ហើយនិង Syncing ហ្នឹងប៉ុន្តែគណនីយើង free ពេលខ្លះក៏ load Pro នឹងដែរប៉ុន្តែវាមាន limit ណាមានហាមមួយថ្ងៃអាចប្រើបានប៉ុន្មាន2ដងឬក៏3ដងអីចឹងទៅអាស្រ័យទៅលើគណនីទៀតពាក់ព័ន្ធជាមួយនឹង Gmail ចាស់ថ្មីអីចឹងទៅអញ្ចឹងនៅក្នុងហ្នឹងប្រសិនបើលោកគ្រូមានមុខងារ Pro សម្រាប់អ្នកដែល free ហ្នឹងសូមប្រើ Pro ទៅហើយមួយថ្ងៃអាចម្ដង2ដងអាហ្នឹងតាមហ្នឹងទៅប៉ុន្តែគុណភាពរបស់វាល្អតែ Fast ក៏នៅតែដូចគ្នាដែរឥឡូវខ្ញុំនឹង generate ចំនួន2ដងលើកទី1ខ្ញុំប្រើ Pro ហើយលើកទី2ខ្ញុំប្រើ Fast ហើយវាមានភាពខុសគ្នាកម្រិតណាអញ្ចឹងខ្ញុំយក Pro ហើយខ្ញុំចុច Submit បាទអញ្ចឹងយើងចាំមើលថាតើវីដេអូរបស់យើងសុំទោសតើរូបភាពរបស់យើងហ្នឹងវាចេញនៅក្នុងកម្រិតណាមួយហើយនៅក្នុងការឲ្យបំលែងទៅជារូបភាពមានពណ៌ហ្នឹងណាប្រសិនបើលោកគ្រូអ្នកគ្រូស្គាល់ប្រភេទរូបភាពដូចជារូបភាព Cartoon រូបភាពបែបគេហៅថា color ដែរប៉ុន្តែបែបនេះណាបែបដូចថតរូបកាមេរ៉ាហើយយើងស្គាល់ប្រភេទរបស់វារឹតតែល្អគឺដាក់ទៅគឺវាទៅតាមតម្រូវការរបស់យើងហើយបាទអញ្ចឹងយើងរង់ចាំបន្តិចបាទអញ្ចឹងនៅកន្លែងនេះយើងចេញមកហើយអញ្ចឹងខ្ញុំសាកបើកមើលហើយកម្រិតរបស់វាគឺច្បាស់ល្អបាទអញ្ចឹងខ្ញុំ download បច្ចុប្បន្នគឺវាដូចជាដល់ resolution 4K បាទសម្រាប់រូបភាពអញ្ចឹងយើងបានមួយនេះឥឡូវខ្ញុំសាកល្បងម្ដងទៀតគឺប្រើ model Fast អញ្ចឹងដូចគ្នាគឺខ្ញុំតម្លាក់ចូលមករូបភាពរបស់យើងក៏មាន Prompt របស់យើងក៏មានអញ្ចឹងខ្ញុំដាក់ចូលទៅយក model Fast ជិះមើលតើភាពខុសគ្នាមិនដែរអញ្ចឹង model Fast វាលឿនជាងហើយពេលខ្លះអឺវាមិនសូវជាបាត់ជើងអីដែរទេបច្ចុប្បន្នបាទនៅក្នុង Gemini វាល្អប្រសើរមែនទែនសម្រាប់ភាសាខ្មែរអញ្ចឹងយើងចាំតិចទៅបាទអូខេបានហើយរួចរាល់ហើយអញ្ចឹងនេះសម្រាប់ Fast មានន័យថាសម្រាប់លោកគ្រូអ្នកគ្រូដែលមានគណនី free ហ្នឹងគឺប្រើមុខងារ Fast ហ្នឹងបានហើយអញ្ចឹងយើងឃើញគឺវាមាន color បែបស្អាតគួរសមដែលយើងអាចយកមកប្រើប្រាស់បានអញ្ចឹងmodel Fast គឺយើង 1.04 មេ model Pro គឺយើងអាច render រហូតដល់ទៅ6មេបាទកម្រិត resolution របស់វាគឺផ្ដល់ឲ្យរហូតដល់ 4K បាទអញ្ចឹងយើងកម្រិតព្រីព្រំអីគឺបានល្អនេះ model Pro ហើយដល់ពេលមួយនេះគឺ model Fast បាទប៉ុន្តែរូបភាពរបស់វា color ដូចគ្នាអត់អីទេបាទស្អាតអាចទទួលយកបានដូចគ្នាគាត់ថាបើយើងកម្រិតអំពីគុណភាពគឺ version Pro គឺល្អជាងបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺមានប៉ុណ្ណឹងហើយលោកគ្រូអ្នកគ្រូសាកល្បងទៅអាចយករូបភាពសខ្មៅដែលមានភាសាខ្មែរហើយយើងគ្រាន់តែប្រើព្រមដូចខ្ញុំទៅបាទឬក៏អាចកែច្នៃព្រមនឹងផ្សេងទៀតតាមចំណង់ចំណូលចិត្តដែលយើងចង់បានអរគុណច្រើនជម្រាបលា